ออกปีสมัติเพียบขยมหายพี่เยี่ยมបំពេញតួនាទីអ្នកឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តធ្វើការងារឲ្យបានល្អមើលថែគ្រួសារឲ្យបានត្រឹមត្រូវជួយមិត្តភ័ក្តិតាមអ្វីដែលអ្នកអាចធ្វើបានតែអ្នកក៏ត្រូវដឹងដែរថាអ្នកមិនអាចធ្វើបានគ្រប់រឿងបានទេមិនអាចបង្គាប់បញ្ជាឬបង្ខំឲ្យអ្វីបានដូចចិត្តអ្នកចង់គ្រប់រឿងបានឡើយអ្វីមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានពេលខ្លះអ្នកគិតថារឿងនឹងបានល្អតែបែរជាខូចបងអស់ទៅវិញអ្វីប៉ាន់ស្មានមិនត្រូវទេបើបនអ្នកគ្រប់ការព្យាយាមដល់កម្រិតការងារនោះបានសម្រេចតែបើបនអ្នកមិនគ្រប់ការព្យាយាមក៏មិនទាន់ដល់កម្រិតសេចក្តីប្រាថ្នាមិនបានសម្រេចឡើយមួយវិញទៀតពេលខ្លះអ្នកចង់ឲ្យគេល្អតែមិនប្រកាសថាគេចង់ល្អដូចអ្នកគិតទេសត្វលោកមានសម្ពាយកម្មផ្សេងគ្នាមានឧបនិស្ស័យសន្សំមកខុសគ្នាអ្នកខ្លះមានគេជួយតែគ្មានបុណ្យឲ្យគេជួយបានអ្នកចង់ឲ្យគេបានល្អតែបើគេមិនព្រមធ្វើល្អដោយខ្លួនឯងក៏គេនៅតែមិនអាចកែប្រែជីវិតគេបានអ្នកមិនអាចទទួលផលកម្មជំនួសគេបានឡើយអ្នកណាសាងកម្មណាត្រូវទទួលផលនៃកម្មនោះវិញដោយខ្លួនឯងគ្មានអ្នកណាទទួលជំនួសអ្នកណាឡើយរៀនព្រមទទួលស្គាល់ការពិតថាខ្ញុំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំត្រឹមនឹងហើយសត្វលោកមានកម្មជារបស់ខ្លួនក្នុងពុទ្ធសាសនាពាក្យថាបារមីសំដៅទៅលើគុណធម៌ដែលជាគ្រឿងលាងជម្រះនៅបាបអកុសលឧបមាដូចជាទានជម្រះចិត្តកំណាញ់សិលជម្រះពាវេរានេក្ខមៈបារមីជម្រះការជាប់ជំពាក់បញ្ញាជម្រះភាពល្ងងខ្លៅវិរិយៈជំនះភាពខ្ជិលច្រអូសខន្តីជំនះចិត្តខឹងក្រោធសច្ចៈជំនះភាពវិវេទៅអធិដ្ឋានជំនះការបោះបង់អធិដ្ឋាននៅក្នុងធម៌សំដៅទៅលើបើតាំងចិត្តថាធ្វើអីហើយធ្វើឲ្យបានសម្រេចមេត្តាធ្វើចិត្តឲ្យត្រជាក់ស្រឡាញ់សពសត្វទាំងអស់ឧបេក្ខាមានចិត្តជាកណ្ដាលទាំង10ហ្នឹងលោកហៅថាទុសបារមីឬក៏យើងហៅមួយទៀតថាពុទ្ធការកធម៌ធម៌ឲ្យបានត្រាស់ដឹងជាពុទ្ធមានន័យថា
ព្រះពោធិសត្វនឹងសន្សំធាតុល្អនឹងទីរហូតដល់បតីរបស់ព្រះអង្គនឹងជ្រះស្រឡះពីអកុសលភាពសៅមងទាំងអស់ហ្នឹងបានត្រាស់ដឹងអញ្ចឹងព្រះពុទ្ធជាមនុស្សខ្លាំងពូកែដោយសារព្រះអង្គបានបំពេញបារមីទាំងអស់ហ្នឹងបំពេញបារមីក្នុងបតីរបស់ព្រះអង្គច្រើនរហូតដល់លុបបំបត្តិនៅភាពមួម៉ៅសៅមងអកុសលលោភៈទោសៈមោហៈខឹងចំណែនស្អប់គុំគួនអីទាំងអស់ហ្នឹងអស់រលីងទៅអញ្ចឹងបើគិតពីពាក្យថាបារមីក្នុងពុទ្ធសាសនាហ្នឹងអាចខុសប្លែកពីពាក្យថាបារមីដែលយើងធ្លាប់ដឹងនៅក្នុងពេលនេះខ្មែរយើងឲ្យថាបារមីអ្នកនេះប្រកែបារមីអ្នកនោះប្រកែបារមីវត្តនេះប្រកែបារមីវត្តនោះប្រកែអញ្ចឹងណាបើគិតពីពុទ្ធព្រះអង្គបរិនិព្វានទៅហើយរលត់អស់រលីងហើយមិនមានសេសសល់ខណ្ឌនេះខណ្ឌនោះនៅនិយាយនៅស្ដីនៅជួបអាស្រ័យឬក៏ថាអ្នកនេះមកសុំអីអ្នកនោះមកសុំអីព្រះអង្គដឹងព្រះអង្គឮអត់ទេបើមានជាអមនុស្សជាទេវតាដែលថែរក្សានៅកន្លែងហ្នឹងគេអាចដឹងគេអាចឮបានប៉ុន្តែថាតលយើងមានបុណ្យមានកុសលនឹងឲ្យគេជួយដែរទើបអាចគេជួយបានយើងមិនអាចទៅសុំគេ free បានទេអញ្ចឹងបើយើងចង់คลายជាមនុស្សមានបារមីខ្លាំងពូកែត្រូវព្យាយាមសន្សំនៅបារមីទាំង10មិញហ្នឹងបើមិនបានដូចព្រះក៏បានខ្លះដែរចេះធ្វើទានទៅចេះរក្សាសិលកាយវាចាហ្នឹងល្អត្រឹមត្រូវមិនប៉ះពាល់ធ្វើឲ្យអ្នកដតីក្តៅក្រហាយទៅមិនជាប់ជំពាក់មិនប្រមូលអោបកសោបហួងហែងខ្លាំងពេកទៅដូចថាចិត្តរៀងទលាយអញ្ចឹងណាហើយរៀនសូត្រមានការតស៊ូព្យាយាមមានខន្តីមានអំណត់មានការតាំងចិត្តមានមេត្តាមានចិត្តជាឧបេក្ខាហ្នឹងឲ្យវាច្រើនទៅក្នុងចិត្តទៅកន្លែងហ្នឹងយើងហៅថាមនុស្សនឹងមនុស្សមានបារមីទៅណាមកណាគេស្រឡាញ់គេចូលចិត្តគេរាប់អានដោយអំណាចនៃគុណធម៌អំពើល្អដែលបុគ្គលនឹងបានសាងបុគ្គលនឹងក៏ជាបុគ្គលមានស្មារតីមានបារមីហើយបើទេវតាក៏តាមថែរក្សាបុគ្គលនឹងដែរទៅណាមកណាមនុស្សក្តីទេវតាក្តីគេស្រឡាញ់តែមនុស្សល្អអ្នកមានគុណធម៌បើមនុស្សមិនល្អខ្វះគុណធម៌ទោះជាបន់ទាំងយប់ទាំងថ្ងៃមិនដេកមិនពួនក៏គេជួយមិនបានដែរព្រោះវាអត់មានអីត្រូវឲ្យគេជួយបានណាខ្មែរយើងជួយចិត្តនិយាយថាចង់ឲ្យទេវតាជួយតើលើជួយខ្លួនឯងសិនក្នុងន័យនេះគឺថាត្រូវបំពេញបុណ្យកុសលអំពើល្អហ្នឹងឲ្យបានច្រើនហើយក្នុងធម៌ថាបើយើងជាមនុស្សល្អទេវតាមិនជួយទេវតានឹងមានទោសទៀតឧទាហរណ៍ថាមានទុក្ខទោសភ័យគ្រោះថ្នាក់អីហើយអត់មកជួយមនុស្សល្អហ្នឹងទេវតាហ្នឹងមានទោសគេដាក់ទោសទណ្ឌទៀតអញ្ចឹងតើលើយើងធ្វើអំពើល្អឲ្យច្រើនបុណ្យកុសលឲ្យច្រើនមានមេត្តាផ្សាយមេត្តាដល់សពសត្វផ្សាយមេត្តាដល់ទេវតានៅគ្រប់ទីកន្លែងទាំងអស់ទីវត្តអារាមនៅផ្ទះសម្បែងអីយើងផ្សាយមេត្តាឲ្យគេបានសុខទៅយើងក៏ទទួលសេចក្តីស្រឡាញ់ហ្នឹងត្រឡប់មកវិញដែរអញ្ចឹងបារមីខ្លាំងពូកែគឺការសន្សំអំពើល្អគុណធម៌នៅក្នុងចិត្តរបស់យើងនៅពេលណាដែលយើងមានគុណធម៌សេចក្តីល្អនឹងច្រើនយើងមានបារមីឲ្យគេស្រឡាញ់គេចូលចិត្តគេរាប់អានទាំងមនុស្សទាំងទេវតាអនុមោទនាសេរីសួស្តីជ័យមង្គលក្នុងជីវិតហ្នឹងវាអាស្រ័យបុណ្យចាស់ផងវាអាស្រ័យការប្រឹងប្រែងក្នុងបច្ចុប្បន្នផង
បាននឹងបានធ្វើទានរក្សាសិលចាំម៉ែចាំឪធ្វើល្អពីអតីតជាតិជាអ្នកមានសម្ពាយបុណ្យខ្ពស់មកអានឹងគេធ្វើអីក៏ងាយដែររួមផ្សំទាំងបច្ចុប្បន្នហ្នឹងគេផឹងផែងហ៊ានសូត្រខ្សែគប់មនុស្សត្រូវតស៊ូព្យាយាមហើយមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងវាបានផលបុណ្យចាស់ផងផលបុណ្យថ្មីផងរួមទាំងកាយវិចារចិត្តគំនិតខ្ពង់ខ្ពស់ទៅទៀតអាហ្នឹងគេបានចម្រុងចម្រើនណាអញ្ចឹងបើយើងខ្សោយបុណ្យចាស់យើងកុំភ្លេចផឹងផែងសាងបុណ្យថ្មីឧទាហរណ៍ដូចជាការបម្រើមេដាបិតាការចេះរៀបចំកាយវិចារចិត្តគំនិតនឹងឲ្យបានខ្ពង់ខ្ពស់រស់រាយរាក់ទាក់ពាក្យសម្ដីគួរសមចេះដឹងទៀបខ្ពស់ចាស់ទុំហើយមានការតស៊ូព្យាយាមស្មោះត្រង់នៅក្នុងធម៌លោកហៅថាជាអ្នកមានសិលនៅភាសាបច្ចុប្បន្នគេថាមនុស្សចរិតថ្លៃថ្នូរអញ្ចឹងដោយអំណាចនៃបុណ្យហ្នឹងជួយឲ្យយើងមានតម្លៃគេស្រឡាញ់គេចូលចិត្តទេវតាក៏ជួយថែរក្សាយើងដែរអញ្ចឹងយើងរៀបចំខ្លួនយើងនឹងឲ្យថ្លៃថ្នូរដោយគុណធម៌ហើយសេរីសួស្តីមកតាមក្រោយទេយើងមិនអាចអង្គុយចាំចង់បន់ស្រន់ឲ្យបានសេរីសួស្តីប៉ុន្តែយើងអត់បានរៀបចំខ្លួនបង្កើតសេរីសួស្តីនឹងសម្រាប់ខ្លួនឯងទេពីព្រោះសេរីសួស្តីជាឈ្មោះនៃគុណធម៌បុណ្យកុសលការតស៊ូការរៀបចំចរិយាមារយាទឲ្យបានត្រឹមត្រូវឲ្យបានថ្លៃថ្នូរសេរីសួស្តីហូរចូលចម្រុងចម្រើនធ្វើឲ្យជីវិតនឹងបានខ្ពង់ខ្ពស់មានគេគោរពមានគេស្រឡាញ់ដោយសេចក្តីកោតក្រែងមិនមែនគ្រាន់តែគោរពស្រឡាញ់ដោយសារគ្រាន់តែតួនាទីប៉ុន្តែគេស្រឡាញ់យើងដោយសារយើងជាមនុស្សមានគុណធម៌គួរជាទីគោរពសិលធម៌ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនឹងធ្វើឲ្យអ្នកដទៃបានសុខហើយបុណ្យកុសលនឹងជួយបង្កើតឱកាសឲ្យយើងបានរកផ្លូវរកស៊ីទទួលទានដោះស្រាយបញ្ហាអីក៏ចេះតែបានចេះតែទៅមុខរួចដោយសារកម្លាំងបុណ្យចាស់យើងពីអតីតមកផងដោយសារកម្លាំងបុណ្យថ្មីការតស៊ូព្យាយាមពេលបច្ចុប្បន្ននឹងផងអញ្ចឹងយើងប្រឹងកសាងអំពើល្អបុណ្យកុសលធ្វើទានរក្សាសិលចម្រើនភាវនាបុណ្យកុសលនឹងកើនឡើងក្នុងចិត្តរបស់យើងសេរីសួស្តីក៏កើនទេវតាក៏ជួយបីបាច់ថែរក្សាយើងជាមនុស្សល្អជាអ្នកមានគុណធម៌ដែរយើងខ្លាយទៅជាអ្នកមានបុណ្យគឺមានបុណ្យនៅក្នុងចិត្តអ្នកមានបារមីគឺមានសេចក្តីល្អនឹងនៅក្នុងខ្លួនឲ្យបានច្រើនទៅណាមកណាមិនបាច់បខំឲ្យគេស្រឡាញ់គេស្រឡាញ់គេចូលចិត្តតែម្ដងដោយអានុភាពនៃអំពើល្អនៃទឹកចិត្តល្អនៃកាយវិការល្អរបស់យើងនឹងឯងនឹងជាមនុស្សដែលមានសេរីជាមនុស្សដែលមានបារមីជាមនុស្សដែលចម្រើនដោយសេចក្តីសុខសម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងអនុមោទនាធម្មតាមនុស្សយើងវាតែងតែមានចំណុចខ្វះខាតនេះនោះវាមិនល្អគ្រប់10ទេប៉ុន្តែមនុស្សយើងដល់ពេលតែមានចិត្តស្អប់គុំគ្នាមិនសូវមើលឃើញរឿងគេល្អទេចូលចិត្តចាប់តាគេខុសនេះខុសនោះតិចតួចចុះមកពង្រីកមកបន្ថែមមកបន្ថយធ្វើឲ្យគេនឹងអាក្រក់កាន់តែខ្លាំងហើយបង្ហាញថាខ្លួនឯងនឹងល្អអញ្ចឹងតែអាហ្នឹងវាអាចជាពាវេលាវែងឆ្ងាយស្អប់គ្នាក្នុងបច្ចុប្បន្នហើយទៅមុខទៀតក៏អាចមានពាវេលាមកជាបងជាប្អូនទៅឆ្លោះប្រកបបច្ចៈគ្នាក្នុងគ្រួសារវេទនាអន្តរាយកើតទុក្ខដៅកាហាយទាំងអស់គ្នាឬក៏ថាត្រឡប់វិលវល់មកជាប្តីមកជាប្រពន្ធប្រកបបច្ចៈគ្នាសូម្បីក្នុងតំណែងតំណងជាប្តីប្រពន្ធហ្នឹងក៏មានពាវេលានឹងគ្នាចឹងទៅដែរចឹងបាននៅក្នុងធម៌វិធីផ្សះផ្សាធ្វើឲ្យចិត្តនឹងត្រជាក់ព្រះអង្គឲ្យយើងចេះ
មើលឃើញគេល្អឧទាហរណ៍ថាបើគេចងេងចងាផ្លូវកាយគេអាចល្អដោយវាចាបើគេវាចាគេមិនសូវព្រោះប៉ុន្តែអ្នកនឹងជួយណាការងារនេះនោះអីមិនសូវប្រកាន់ខ្លួនទេហើយបើថាអ្នកនឹងកាយក៏ចងេងចងាវាចានោះក៏មិនសូវព្រោះប៉ុន្តែចិត្តគ្នាល្អគ្រាន់តែនិស័យគ្នាមកអញ្ចឹងវាធ្វើម៉េចបើវាសនាការសន្សំគ្នាមកអញ្ចឹងហើយអញ្ចឹងមើលឃើញចំណុចល្អគេទៅវាអត់សូវមួម៉ៅនឹងអំពើអាក្រក់នេះទេមិនមែនបានន័យថាយើងមិនកែមិនជួយបដៅទេនឹងតែជួយណែនាំបដៅអញ្ចឹងប៉ុន្តែមនុស្សខ្លះអាចទទួលការណែនាំបានមនុស្សខ្លះអត់បានទេហ្នឹងអញ្ចឹងបានចំណុចទី3ដែលព្រះអង្គសម្ដែងថាបើអ្នកនឹងកាយក៏មិនល្អវាចាក៏មិនល្អថែមទាំងចិត្តអាក្រក់ទៀតព្រះអង្គឲ្យយើងចេះពិចារណាថាមនុស្សនឹងកំពុងតែឈឺអត់មានពេទ្យមើលហើយអត់មានបាយហូបទៀតនៅកដាលវាក្តៅហែងតែយើងគួរតែខឹងស្អប់មនុស្សដែលកំពុងតែឈឺអត់បាយហូបនៅកដាលវាអត់ពេទ្យមើលហ្នឹងឬក៏គួរឲ្យអាណិតយើងពិតជាគិតថាគួរឲ្យអាណិតដែលព្រះអង្គប្រៀបធៀបហ្នឹងចង់និយាយថាអ្នកដែលធ្វើអំពើអាក្រក់តង្កាយក៏អាក្រក់វាចាក៏អាក្រក់ចិត្តនឹងក៏កដេថៃថាអូអ្នកនេះសន្សំបាបកម្មពៀវរាស្ពាយសេចក្តីទុក្ខនឹងទៅវែងឆ្ងាយក្នុងអនាគតជាតិកើតជានរកប្រែដេរឆានអសូរកាយបើមកកើតជាមនុស្សកំព្រាវេទនានឹងសន្សំកម្មនាំឲ្យបានសេចក្តីទុក្ខដល់ខ្លួនឯងយើងនេះពិចារណាទៅជាកើតករុណាមិនមែនថាលើកតម្កើងទេប៉ុន្តែទឹកចិត្តនឹងប្រកបដោយបញ្ញាមើលឃើញវែងឆ្ងាយទៅជាមានចិត្តករុណាចង់ជួយធ្វើម៉េចឲ្យបុគ្គលនឹងរួចផុតពីពាវរានឹងមកពីព្រោះត្រូវរងទុក្ខកម្មពាវរានឹងវែងឆ្ងាយណាស់ដែលសាងអំពើអាក្រក់ទាំងកាយទាំងវាចាទាំងចិត្តនឹងដល់ពេលយើងចេះមើលឃើញចំណុចល្អរបស់គេអញ្ចឹងព្រះអង្គប្រៀបធៀបដូចជាភិក្ខុដែលទៅបាំងស្គលកណាត់ក្នុងព្រៃទាញកណាត់ពិសាកសពមកកន្លែងណាប្រឡាក់ក៏ជាចេញទៅហើយទុកតែកន្លែងល្អយកមកដេរធ្វើជាជីវរប្រើប្រាស់យ៉ាងណាមនុស្សក្នុងโลกនេះវាមិនចេះបានល្អគ្រប់10សភ្លឹងទេវាមានចំណុចខ្វះខាតប៉ុន្តែយើងរៀនចាប់យកចំណុចល្អមកលើកទឹកចិត្តឲ្យអ្នកនឹងផឹងធ្វើល្អពង្រីកសេចក្តីល្អទៅទៀតហើយបើមានចំណុចណាដែលមិនល្អយើងជួយប្រាប់ដោយចិត្តករុណាចង់ឲ្យអ្នកនឹងបានល្អប្រសើរអត់មានបំណងជន់ពន្លិចធ្វើឲ្យអ្នកនឹងអន្តរាយអញ្ចឹងយើងបានបន់ទាំងសងខាងគេល្អក៏យើងត្រេកអរយើងបានបន់គេមិនល្អយើងជួយណែនាំដោយចិត្តករុណាយើងក៏បានបន់ប៉ុន្តែរឿងគេទទួលពាក្យយើងបានមិនបានអានឹងជាសមត្ថភាពរបស់គេប៉ុន្តែបើយើងខ្វះបញ្ញានៅពេលដែលយើងប្រាប់គេឲ្យគេមិនទទួលគេឆាំងមកវិញយើងកើតទុកឆ្លោះជេរវិញអានឹងយើងមានបាបដោយសារយើងខឹងក្រេវក្រោធមួម៉ៅនឹងឯងអញ្ចឹងតើរៀនមើលចំណុចល្អលើកទឹកចិត្តផ្ដល់តម្លៃដល់គ្នាទៅវិញទៅមកយើងសាងមិត្តភាពបច្ចុប្បន្នផងហើយយើងអត់មានពាវរាទៅលោកខាងមុខផងហើយក្នុងជីវិតដំណើរក្នុងសង្សារវដ្តហ្នឹងក៏មិនសូវមានបញ្ហាដែរកាលណាយើងមិនសូវមានពាវរា
ពាក្យថាអមនុស្សតាមន័យអក្សរសាស្ត្រមានន័យថាអ្នកណាក៏ដោយដែលមិនមែនជាមនុស្សហៅថាអមនុស្សរួមចូលទាំងទេវតាខ្មោចព្រាយបិសាចនរកប្រែតដេរិឆានសូរកាយអមនុស្សនឹងមានពីរប្រភេទគឺអមនុស្សថ្នាក់ខ្ពស់និងអមនុស្សថ្នាក់ទាបអមនុស្សថ្នាក់ខ្ពស់បានដល់ទេវតាដូចជារុក្ខទេវតាអាកាសទេវតាគេមានសេចក្តីសុខច្រើនជាងយើងមានអាយុវែងជាងយើងពណ៌សម្បុរគេស្អាតជាងយើងលក្ខខណ្ឌរស់នៅគេល្អជាងយើងចំណែកអមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសូរកាយនឹងរងទុក្ខលំបាកវេទនាអត់បាយអត់ទឹកដោយកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតជាតិមកអមនុស្សខ្លះមានឫទ្ធិមានអំណាចអាចធ្វើទុកបុកម្នេញចំពោះមនុស្សខ្លះដែលមានពៀវេរាធ្លាប់បៀតបៀនជីវិតអ្នកដទៃឬក៏បុគ្គលនឹងខ្សោយទាំងកាយចិត្តនឹងក៏មួម៉ៅស្មុគស្មាញទុនជាយអមនុស្សអាចមានឱកាសឆ្លៀតចូលធ្វើបាបចូលក្នុងខ្លួនបុគ្គលនឹងអីជាដើមអញ្ចឹងតែអញ្ចឹងហើយបានជាព្រះអង្គឲ្យយើងមានសិលនៅក្នុងខ្លួនមានបរតនត្រ័យជាទីពឹងទីរលឹកពួកអមនុស្សនឹងមិនសូវហ៊ានធ្វើបាបចំពោះអ្នកមានសិលទេព្រោះគេមានលក្ខខណ្ឌរស់នៅមានបទបញ្ជារបស់គេដែលបើធ្វើបាបអ្នកមានសិលអមនុស្សនឹងមានទោសទៅវិញប៉ុន្តែអមនុស្សខ្លះជាសមាទិដ្ឋិអមនុស្សខ្លះជាមិច្ឆាទិដ្ឋិអមនុស្សខ្លះស្គាល់បុណ្យស្គាល់បាបដឹងខុសដឹងត្រូវអត់ធ្វើអាក្រក់ទេប៉ុន្តែអមនុស្សខ្លះខូចដែរដូចតែមនុស្សយើងចឹងដែរមនុស្សខ្លះធ្វើល្អដឹងខុសដឹងត្រូវមនុស្សខ្លះពាលាវ៉ាសែជេរម៉ែជេរឪដល់ពេលអមនុស្សហ្នឹងក៏អញ្ចឹងដែរមិនប្រកាសថាទេវតាសិតតែទេវតាល្អទាំងអស់ទេមិនប្រកាសថាអមនុស្សហ្នឹងសិតតែល្អទាំងអស់ទេអញ្ចឹងនៅពេលដែលគេចូលមកសន្ធិដ្ឋអីយើងធ្វើមិនដឹងថាអមនុស្សនឹងជាសមាទិដ្ឋិឬក៏មិច្ឆាទិដ្ឋិហើយយើងជាមនុស្សមកយើងមានអត្តសញ្ញាណប័ណ្ណប៉ាសពតជីកំណើតយើងមិនអាចនឹងកំណត់ដឹងថាមនុស្សនឹងល្អក្រក់ផងចុះតម្រាំថាគេមកចូលយើងមិនដឹងថាគេមកពីណាយើងចេះឮតែគេថាអ្នកនេះអ្នកនោះទៅយើងមិនដឹងព្រោះអត់ទាំងដឹងអត្តសញ្ញាណប័ណ្ណគេមិនផងហ្នឹងប៉ុន្តែក្នុងធម៌ក៏មិនឲ្យមានចិត្តស្អប់មើងងាយអមនុស្សដែរពីព្រោះបើយើងមានចិត្តអាក្រក់ជាមួយគេអាចធ្វើបាបយើងចឹងដែរឧទាហរណ៍ថាបងប្អូនខ្លះទៅព្រៃទៅភ្នំមាត់សម្ដីអាក្រក់ទេអមនុស្សអាចចាប់កំហុសធ្វើបាបបុគ្គលនឹងបានអញ្ចឹងយើងអាចសម្ដែងការរាប់អានចំពោះអមនុស្សដូចនៅផ្ទះអញ្ចឹងខ្មែរយើងជួយចិត្តឲ្យជានាងផ្ទះជាអារក្ខទេវតាដែលថែរក្សានៅភូមិឃុំតំបន់ហ្នឹងទៅឬក៏ជារុក្ខទេវតានៅដើមឈើដែលខ្មែរយើងជួយចិត្តឲ្យចូលគ្នាថាអរុក្ខអរិយពាក្យហ្នឹងពាក្យពីរមួយរុក្ខទេវតាដើមឈើមួយអារក្ខទេវតាដែលថែរក្សាតំបន់ភូមិស្រុកហ្នឹងនៅក្នុងធម៌ថាបើកុលបុត្រហ្នឹងភិក្ខុហ្នឹងសាមណេរហ្នឹងបាសកបាសិកាហ្នឹងផ្សាយមេត្តាដល់មនុស្សដល់ទេវតាជាពិសេសទេវតានឹងជួយថែរក្សាបុគ្គលនឹងវិញប្រកបដោយធម៌មានន័យថាដោយអំណាចនៃយើងជាមនុស្សល្អហ្នឹងទេវតាក៏តាមថែរក្សាដោយសារយើងជាអ្នកមានបុណ្យនឹងឯងអញ្ចឹងយើងមិនអាចពឹងផ្អែកបែបន់ស្រន់បួងសួងសុំអង្វរឲ្យគេមកជួយយើងដោយយើងមិនបានផឹងប្រែងធ្វើល្អដោយខ្លួនឯងទេហើយបើយើងមានសមាធិមានបញ្ញាច្បាស់លាស់យើងកំណត់ដឹងយើងប្រឹងធ្វើល្អទៅផលល្អគង់នឹងបានយើងផ្សាយមេត្តាទៅដល់ទេវតាក្តីដល់មនុស្សក្តីមេត្តានឹងឯងនឹងផ្ដល់សេចក្តីស្រឡាញ់ការរាប់អានត្រឡប់មកយើងវិញអញ្ចឹងយើងសម្ដែងការរាប់អានជាមួយមនុស្សផងជាមួយទេវតាផងយើងធ្វើជាមិត្តមនុស្សផងជាមិត្តនឹងអមនុស្សផងមានឱកាសអាចការពារបិទបាំងរារាំងអន្តរាយកើតពីសេចក្តីប្រមាទនឹងបានដែរនៅសម័យ